ខ្ញុំគ្រាន់តែរំលឹកបន្តិចថាយើងបានទទួលព័ត៌មានជាបន្តបន្ទាប់យើងក៏គ្រាន់តែរំលឹកទៅអ្នកទាំងឡាយណាដែលមានបំណងអាក្រក់ប្រឆាំងជាមួយឯករាជ្យអធិបតេយ្យភាពរបស់យើងអំពីការប្រើប្រាស់ផែនទីខ្នាត150ប៉ុនយើងយល់អំពីផែនទីទោះបីអ្នកប្រើផែនទី100ប៉ុន1លើ100 200ប៉ុន1លើ50ប៉ុនឬ25ប៉ុនអាស្រ័យលើអ្នកប៉ុន្តែត្រូវតែច្បាស់អំពីប្រភពចេញដំណើរនៃផែនទីអ្នកមិនអាចគូសផែនទីខ្នាត100លើ50ប៉ុនម្នាក់របស់អ្នកតាមចិត្តអ្នកចង់ទេកិច្ចព្រមព្រៀងបារាំងសៀម1904 1907គឺជាមូលដ្ឋាននៃឯកសារដែលត្រូវពង្រីកផែនទីអ្នកមិនអាចគូសផែនទីដោយចិត្តចង់របស់អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី150ប៉ុនរបស់អ្នកហើយបំពានលើអធិបតេយ្យជាតិរបស់កម្ពុជាទេកម្ពុជាមិនមែនជាក្មេងបៀនដៃសម្រាប់អ្នកប្រមាថនិងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេព្រះបរមរតនកោដ្ឋព្រះបិតាជាតិរបស់យើងព្រះអង្គបានយកឈ្នះក្តីតាមរយៈផែនទីនេះឯងយើងក៏នៅបន្តរក្សានៅការប្រើប្រាស់ខ្នាតផែនទីដើមតែភ្ជាប់ទៅនឹងសន្ធិសញ្ញាបារាំងសៀម1904 1907សូម្បីតែព្រំដែនកម្ពុជាវៀតណាមព្រំដែនកម្ពុជាឡាវត្រូវផ្ទេរផែនទីពីផែនទីបនខ្នាត1លើ100ប៉ុនមកផែនទី UITM ខ្នាត150ប៉ុនយើងបានសរសេរលិខិតនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីវៀតណាមធ្វើលិខិតផ្ញើជូនទៅប្រធានាធិបតីបារាំងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីឡាវបានធ្វើលិខិតផ្ញើជូនទៅប្រធានាធិបតីបារាំងដើម្បីសូមឲ្យអ្នកបច្ចេកទេសបារាំងផ្ទេរផែនទីពីផែនទីខ្នាត100ប៉ុនលើ1លើ100ប៉ុនមកផែនទីខ្នាត1លើ50ប៉ុនដូច្នេះអ្នកមិនអាចនឹងគូសផែនទីប្រេះប្រាស់ហើយបំពានលើអធិបតេយ្យរបស់យើងគ្រាន់តែធ្វើការដាស់តឿនចំពោះអ្នកតែប៉ុណ្ណោះចំពោះមុខប្រជាជាតិរបស់យើងមានតម្លាភាពចំពោះការប្រើប្រាស់ផែនទីចោលដែលឈ្លានពានយើងកាលពីឆ្នាំ2008គឺមិនកប់បីត្រូវបានប្រើប្រាស់ទៀតទេយើងសូមប្រាប់អ្នកឲ្យបានដឹងហើយយើងក៏អំពាវនាវចំពោះប្រជាជនកម្ពុជារបស់យើងយកចិត្តទុកដាក់តាមដានអំពីសភាពការនេះប៉ុន្តែសូមគ្រប់ស្នត់ឆ្លោហើយផ្ដល់ការគ្រប់គ្រងលើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខយើងបានដឹងថាគេកំពុងតែរៀបចំលេនដ្ឋានរៀបចំក្នុងដីណែឯងរៀបចោះតែសូមកុំមករៀបចំលើដីរបស់ខ្ញុំតែប៉ុណ្ណឹងទេហើយសូមអរគុណចំពោះសប្បុរសជនទាំងឡាយដែលបាននាំយកអំណោយទាំងឡាយទៅឯសមរភូមិទៅឯមិនមែនសមរភូមិទៅក្នុងទឹកដីរបស់យើងដើម្បីលើកទឹកចិត្តកងទ័ពនិងសួរសុខទុក្ខកងទ័ពហើយថវិកាចំនួនជាង$2 លានដែលបានចូលរួមនេះក៏ត្រូវបានផ្ទេរជូននាយករដ្ឋមន្ត្រីដើម្បីនាយករដ្ឋមន្ត្រីយកទៅចាត់ចែងប្រើប្រាស់ការពិតមិនមែនបញ្ហាលុយកាក់ជាបញ្ហាធំសម្រាប់រដ្ឋាភិបាលនេះទេទោះបីតម្លើងកងទ័ព10 ដងឬ20 ដងទៀតក៏រដ្ឋាភិបាលនេះមិនខ្វះលុយចិញ្ចឹមកងទ័ពទេប៉ុន្តែអ្វីដែលជាសេចក្តីត្រូវការរបស់យើងនៅពេលនេះ
ដែលខ្ញុំតែងតែទូបង្គំខ្ញុំតែងតែបញ្ជាក់គឺខឿនការពារជាតិរបស់ប្រជាជនការផ្សារភ្ជាប់រវាងប្រជាជននិងកងទ័ពគឺតែមួយដូច្នេះបើសិនជាសកម្មភាពត្រឹមតែកងទ័ពគ្មានការគ្រប់គ្រងពីប្រជាជនមិនគ្រប់គ្រាន់ទេអញ្ចឹងខ្ញុំចង់ថាតើស្ថានីយទូទស្សន៍វិទ្យុណាដែលអាចធ្វើជាមូលនិធិបង្កើតជាមូលនិធិត្រួតត្រងសមរភូមិមុខមិនមែនសមរភូមិត្រួតត្រងកងទ័ពការពារជាតិដោយកាលពីឆ្នាំ2008 2009 2010 2011កាលនោះទូទស្សន៍បាយ័ននិង CTN ធ្វើកម្មវិធីនេះដើម្បីឲ្យអ្នកពេលនោះសូម្បីតែអ្នកធាក់ស៊ីក្លូក៏យកលុយទៅចូលដែរ 5,000 3,000 គឺប្រជាជនចូលនេះបង្ហាញពីការរួមចំណែកការពារឯករាជ្យអធិបតេយ្យភាពរបស់យើងគ្រាន់តែធ្វើការដាស់តឿនថាសូមកុំបង្កហេតុមកលើអធិបតេយ្យរបស់យើងសូមកុំពង្រីកតំណោះពីចំណុចនេះទៅកាន់ចំណុចដទៃទៀតតែប៉ុណ្ណោះទេ